សក់ទុកមិនចៃអ្នក trade មិនថា short ឬមួយក៏ long ទេដែល account ដូចគ្នាមិនចឹងទេដោយសារតែសង្គ្រាមរបស់សហរដ្ឋអាមេរិក អ៊ីស្រាអែលហើយនិងអ៊ីរ៉ង់ដែលបានធ្វើឲ្យទីផ្សារមានការកន្លុកខ្លាំងមែនទែនមាសវិញបើឡើងយ៉ាងខ្លាំងចុះក៏ខ្លាំងដូចគ្នាហើយបើនិយាយពីតម្លៃប្រេងវិញគឺថា all time high សឹងរាល់ថ្ងៃហ្មងយើងមកមើលអំពីចំណុចមើលចំនួនដែលយើងអាចដឹងថាតើសង្គ្រាមមួយហ្នឹងវានឹងបន្តទៅដល់ពេលណាទៀតហើយវាអាចនឹងបញ្ចប់នៅពេលណាដែរតែប៉ុនជាមួយនឹងកត្តាទី1យើងអាចមើលបានអំពីកងកម្លាំងរបស់អ៊ីរ៉ង់ផ្ទាល់ខ្លួនឯងតែម្ដងកាលពីដំបូងគឺពិតជាបើកការវាយប្រហារខ្លាំងមែនតើដែលបាញ់មីស៊ីលរហូតដល់4-500នៅក្នុងមួយថ្ងៃហើយបើដ្រូនវិញគឺថាពី1000ទៅ2000ដ្រូននៅក្នុងមួយថ្ងៃហើយបើសិនជាយើងគិតមកដល់ឥឡូវនេះការវាយរបស់ពួកគេនឹងគឺបានធ្លាក់កម្លាំងឡើងរហូតដល់90%ហើយក៏ប៉ុន្តែគឺនៅតែបន្តវាដដែលដោយតាមរយៈការបាញ់ដ្រូនដែលធ្វើឲ្យការចំណាយរបស់ពួកគេនឹងតិចជាងមុនប៉ុន្តែវាជាយុទ្ធសាស្ត្រមួយដែលអាចបន្តអូបឡាយសង្គ្រាមនឹងរហូតឬមួយក៏យើងហៅថាជាសង្គ្រាមរ៉ាំរ៉ៃវាធ្វើឲ្យសង្គ្រាមនេះអាចនឹងប្រឈមមុខជាមួយគ្នារយៈពេលវែងសម្ពាធពីប្រទេសជិតខាងនៅ Middle East ដែលដូចដែលយើងបានដឹងស្រាប់ចឹងអ៊ីរ៉ង់បានតម្លាក់គ្រាប់ទៅលើ infrastructure មួយចំនួនរបស់ប្រទេសជិតខាងខ្លួនដូចជា Saudi Arabia ជាដើមដែលបានទម្លាក់គ្រាប់ទៅលើ airport របស់ឌូបៃក៏ដូចជាកន្លែងចម្រោះទឹកនៅសមុទ្រ Bahrain ជាដើមនេះវាគឺជាការគំរាមកំហែងយ៉ាងខ្លាំងទៅដល់ការរស់រានមានជីវិតដោយសារតែវាប៉ះពាល់ទៅដល់កន្លែងប្រភពទឹកក៏ដូចជាស្បៀងអាហារអញ្ចឹងបើសិនជាវានៅតែបន្តបែបនេះទៀតវានឹងធ្វើឲ្យ Saudi Arabia នឹងដាក់សម្ពាធទៅកាន់សហរដ្ឋអាមេរិកដើម្បីឲ្យចូលតុចរចាអូខេហើយកត្តាទី3វិញម្ដងគឺជារឿងមួយដែលគ្រប់គ្នារងចាំមើលតែម្ដងគឺជំនួបរវាង Trump ហើយនិង Xi ដែលធ្វើឡើងនៅថ្ងៃទី31ខែ3យើងនឹងដែលគេបាននិយាយថាបើសិនជាព្រឹត្តិការណ៍មួយនឹងត្រូវបានប្រព្រឹត្តទៅវាអាចជាមធ្យោបាយមួយដែលធ្វើឲ្យសង្គ្រាមរបស់ប្រទេសទាំងនោះមានការស្រាក់ស្រាលក៏ប៉ុន្តែប្រសិនបើកិច្ចប្រជុំមួយនឹងត្រូវបានរំសាយចោលវានឹងធ្វើឲ្យសង្គ្រាមកាន់តែអាក្រក់ទៅហើយសម្រាប់កត្តាទី4វិញគឺរឹតតែសំខាន់ដោយសារតែនៅក្នុងឆ្នាំ2026ហ្នឹងនៅសហរដ្ឋអាមេរិកគឺគេមានការបោះឆ្នោត midterm របស់ប្រធានាធិបតីដែលបើសិនជាសង្គ្រាមនឹងនៅតែបន្តអូសបន្លាទៀតគឺតម្លៃប្រេងវានៅតែកើនឡើងហើយតម្លៃប្រេងកើនឡើងគឺវាប៉ះពាល់ទៅដល់អតិផរណាដែលធ្វើឲ្យមានការកើនឡើងជាបន្តបន្ទាប់អញ្ចឹងវាក៏អាចជាសម្ពាធមួយដែលធ្វើឲ្យ Donald Trump ត្រូវតែបញ្ឈប់សង្គ្រាមនឹងឲ្យលឿនតាមដែលធ្វើទៅបានដើម្បី control ទៅលើ inflation នឹងហើយរក្សាប្រជាប្រិយភាពរបស់ខ្លួនឯងឲ្យនៅដដែលត្រៀមសម្រាប់ការបោះឆ្នោត middle term នឹងអូខេសរុបមកវិញបើសិនជាចំណុចទាំង4នៅខាងលើដែលយើងបាននិយាយនឹងវាអត់មានភាពស្រាក់ស្រានទេអត់មានជា positive way ទេអាមេរិកគឺមានបំណងនៅក្នុងការផ្ដួលរលំរបបដឹកនាំរបស់អេរ៉ង់ដែលមានតាំងពីយូរណាស់មកហើយហ្នឹងអញ្ចឹងវានឹងអាចធ្វើឲ្យសង្គ្រាមនឹងកាន់តែអូសបន្លាយវែងទៅទៀតដែលវានឹងចូលទៅជាសង្គ្រាមរ៉ាំរ៉ៃហើយនឹងធ្វើឲ្យតម្លៃប្រេងនៅតែថ្លៃដដែលទៅវិញប្រសិនបើសហរដ្ឋអាមេរិកមានបំណងនៅក្នុងការបន្ធូរបន្ថយចំហរបស់ខ្លួនអញ្ចឹងវានឹងធ្វើឲ្យសំឡួសមួយនឹងអាចនឹងបញ្ចប់បានយ៉ាងលឿនហើយតម្លៃប្រេងវិញនឹងធ្លាក់មកវិញផងដែរចុះបងវិញចូលថាសង្គ្រាមនឹងបន្តទៅដល់ពេលណាដែរឬមួយក៏ចប់ពេលណាដែរហើយបើចង់បានព័ត៌មានបន្ថែមអាច follow page របស់ពួកយើងបានហើយជួបគ្នានៅវីដេអូក្រោយ